អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពពីមកោះស្នានៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នេះឯកឧត្តមអ៊ុនចន្ទដាអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពពីមកោះស្នាក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាមនិងលោកជំទាវលៀងវូឆេងហ៊ុនណេងស្ថិតក្នុងឃុំពីមកោះស្នាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទដាបានមានប្រសាសន៍ថានៅឆ្នាំ2024ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវលៀងមូឆេងហ៊ុនណេងដែលលោកជំទាវមើលឃើញពីការលំបាកក្នុងការផ្ដល់សេវាដោយអគារនោះនៅតូចនិងគ្មានបន្ទប់គ្រប់គ្រាន់សម្រាប់ផ្ដល់សេវាសុខាភិបាលនិងបុគ្គលិកសម្រាប់យាមប្រចាំការពេលយប់ហើយនឹងមានបំណងចង់ពង្រីកសេវាឲ្យបានច្រើនបន្ថែមទៀតនៅក្នុងមណ្ឌលសុខភាពពីមកោះស្នាដើម្បីជាបង្អែករបស់ប្រជាពលរដ្ឋសម្រាប់3ឃុំតាមមាត់ទន្លេមានឃុំពីមកោះស្នាឃុំព្រះអណ្ដូងឃុំខ្ពើបតងួនទើបលោកជំទាវបានសម្រេចចិត្តសាងសង់អគារថ្មីមួយខ្នងដែលមានទទឹង13ម៉ែត្របណ្ដោយ19ម៉ែត្រមាន8បន្ទប់មានវេរ៉ង់ដាខាងមុខសម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើងចុះព្រមទាំងបានចាក់សាបទំហំ2.60 ម៉ែត្រគុណនឹង4.10 ម៉ែត្រសម្រាប់ដាក់ខ្ចុះធ្វើពីដែកប្រក់ក្បឿងចំនួន1ខ្នងឃ្លាំងដាក់សម្ភារៈ1ខ្នងទំហំ3.60 ម៉ែត្រគុណនឹង4ម៉ែត្ររោងដាក់ឡាន1ខ្នងទំហំ5ម៉ែត្រគុណនឹង8.20 ម៉ែត្រធ្វើរបងព័ទ្ធជុំវិញព្រមទាំងខ្លោងទ្វារមានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេចតែម្ដងសរុបថវិកា $145,678.89 ឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឲ្យពង្រឹងគុណភាពសេវាវិជ្ជាសាស្ត្រអមនឹងការធ្វើរោគវិនិច្ឆ័យនិងពង្រីកសេវាបន្ថែមតាមរយៈការរៀបចំបន្ថែមបុគ្គលិកឲ្យបានចំនួន12នាក់ព្រមទាំងមានវិជ្ជបណ្ឌិតម្នាក់ប្រចាំការនៅមណ្ឌលសុខភាពនេះផងដែរក្នុងឱកាសនោះដែរឯកឧត្តមសន្តិបណ្ឌិតនេតសាវឿនឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថាមណ្ឌលសុខភាពពីមកោះស្នាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺមានសារៈសំខាន់ណាស់ក្នុងការសង្គ្រោះព្យាបាលថែរក្សាសុខភាពជូនប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងមូលដ្ឋានទាំងមូលឯកឧត្តមសន្តិបណ្ឌិតបានចាត់ទុកថាការសាងសង់មណ្ឌលសុខភាពនៅទីនេះគឺជាគំរូមួយជាវីរភាពមួយសម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយពង្រឹងវិស័យសុខាភិបាលនិងវិស័យសុខបាលភាពពីព្រោះវិស័យសុខាភិបាលនិងសុខបាលភាពនេះគឺជាវិស័យអាទិភាពនៅក្នុងនយោបាយបញ្ចកោណនៃដំណាក់កាលទី1របស់រាជរដ្ឋាភិបាល